សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយចាមកចែករំលែកការធ្វើម្ហូបមួយមុខជូនបងប្អូនមើលកំសាន្តលេងចាឃើញពងហាន់នេះសាច់ជ្រូក3ជាន់ណាបងប្អូនហាន់សាច់ជ្រូក3ជាន់ជាដុំតូចតូចចឹងបងប្អូនដឹងហាន់ដុំតូចតូចទីមើលធ្វើម្ហូបអីណាគេទីត្រូវ free កាហ្វេមួយកែវនិយាយលេងនេះបងប្អូនថ្ងៃនេះឆាប្រូកូលីចាអញ្ចឹងយើងបន្ថែមម្ទេសបងប្អូនឆាបើមានម្ទេសហឹរតិចតិចគឺរសជាតិឆ្ងាញ់តែបើសម្រាប់បងប្អូនដែលអត់ចេះញ៉ាំម្ទេសទេយើងមិនដាក់អេមឡងចោលលើចាអញ្ចឹងអ្វីដែលយើងខាតអត់បានមួយទៀតនោះគឺខ្ទឹមសបងប្អូនឆាត្រូវតែដាក់ខ្ទឹមសចិញ្ច្រាំបានម្ហូបវាឈ្ងុយហើយកាន់តែឆ្ងាញ់អញ្ចឹងណាតែបើសម្រាប់បងប្អូនដែលអត់ចូលចិត្តញ៉ាំយើងអត់ដាក់ក៏បានដែរចាតាមចំណូលចិត្តទេអញ្ចឹងប្រូកូលីបងប្អូនដឹងហើយប្រូកូលីក៏ជាប្រភេទបន្លែដែលល្អដែរបងប្អូននិយាយទៅទិញមកច្រើនថ្ងៃឡើងពណ៌អញ្ចឹងកំឡុងពេលយើងមុនឆាយើងត្រូវធ្វើការដាំទឹកសុះប្រូកូលីសិនចាអញ្ចឹងកំឡុងការចាំទឹកពុះយើងមកធ្វើការប្រឡាក់គល់ស្លាប់មកដើម្បីទុកចៀនមកមុខទៀតចឹងណាចាអញ្ចឹងវិធីប្រឡាក់ស្រួលៗទេបងប្អូនអើយមានម្សៅស៊ុបបន្តិចចាម្រេចបន្តិចប្រេងខ្យងបន្តិចចាហើយទឹកប្រឡាក់បន្តិចប៊ីចេងបន្តិចច្បល់វាចូលគ្នាទុកវា10នាទីសិនទៅចាំយើងយកមកចៀននិយាយទៅខ្ញុំប្រឡាក់អត់ដាក់ស្ករឲ្យដោយសារគ្រឿងផ្សេងវារៀងមានដូចថាបើយើងប្រឡាក់ឲ្យចៀនភ្លាមអត់ចង់ដាក់ស្ករវាជាប់ខ្ទះតែរសជាតិវាមកបែបបងប្អូនអាចសាកបានចឹងយើងមើលទៅឃើញតែទឹកយើងពុះល្អហើយយើងយកមកស្រុះចាបន្លែយើងនៅពេលស្រុះហើយបងប្អូនចង់ឲ្យស្រួយយើងយកទៅត្រាំមួយទឹកកកសិនចឹងណាចាំយកមកឆាចាចឹងវាធ្វើឲ្យឆារបស់យើងញ៉ាំទៅគឺស្រួយគ្រប់ឆ្ងាញ់ចឹងណាចាអញ្ចឹងយើងធ្វើការម្លិញខ្ទឹមសឲ្យឡើងពណ៌សិនបងប្អូនចាចឹងបន្ទាប់ពីយើងម្លិញឡើងពណ៌ហើយយើងដាក់សាច់ជ្រូក3ជាន់ចូលទៅហើយយើងម្លិញទៅម្លិញមក3-4 នាទីឲ្យវាឆ្អិនសិនចាំយើងធ្វើការដាក់គ្រឿងទេសចូលចឹងណាបងប្អូនចាហើយគ្រឿងទេសនិយាយទៅបងប្អូនក៏ដាក់តាមចំណូលចិត្តយើងទៅយើងជួយចិត្តញ៉ាំស្រាលឬក៏ដិតអាហ្នឹងយើងដាក់គ្រឿងឲ្យភ្លក់តាមហ្នឹងទៅចាអញ្ចឹងដំបូងដាក់ប្រេងខ្យងហើយដាក់ម្សៅស៊ុបបន្តិចចាហើយប៊ីចេងគ្រឿងទេសមានអីបងប្អូនដែលប៊ីចេងបន្តិចទៅទឹកស៊ីអ៊ីវបន្តិចទៅហើយខ្ញុំថែមទឹកដោយសារនិយាយទៅបើឆាស្ងួតពេកអត់សូវចូលចិត្តចង់ឲ្យវារៀងមានទឹកបន្តិចទៅញ៉ាំទៅឆ្ងាញ់អញ្ចឹងណាបងប្អូនស៊ុបមួយបាយទៅវាទន់អញ្ចឹងនៅពេលយើងដាក់គ្រឿងទេសហើយយើងធ្វើការឆាទៅឆាមកឲ្យគ្រឿងទេសលាយសព្វអស់ហើយយើងយកបន្លែមកដាក់ចូលចាអញ្ចឹងបងប្អូនបន្លែរបស់យើងដោយសារតែយើងបានស្រុះវាម្សាហើយចឹងយើងបាច់ឆាយូរពេកទេព្រោះវាឆ្អិនមកតង់ហើយយើងគ្រាន់យកមកឆាទៅឆាមកឲ្យវាចូលជាតិគ្នាបានបន្តិចហើយយើងលើកមកចាចឹងនៅពេលដែលឆ្អិនហើយយើងបន្តធ្វើការចៀនគល់ស្លាប់មាន់មកមុខទៀតចាចឹងបងប្អូនក្នុងពេលហ្នឹងសូមណែនាំបងប្អូនបន្តិចជាមួយនឹងកាហ្វេសុខភាពអញ្ចឹងបងប្អូនដែលអត់បានស្គាល់ឬក៏បានសាកល្បងជាមួយនឹងកាហ្វេសុខភាពពីខាងខ្ញុំអាចធ្វើការសាកល្បងពីឥឡូវនេះបានណាបងប្អូនគឺញ៉ាំឆ្ងាញ់ហើយជំនួយដល់សុខភាពយើងច្រើនយ៉ាងហើយពិសេសហ្មងគឺបងប្អូនញ៉ាំបាយច្រើនមិនក៏អត់ធ្វើឲ្យយើងឡើងគីឡូឬក៏ថយគីឡូខុសប្រក្រតីដែរគឺធ្វើឲ្យគីឡូយើងរក្សាបានល្អអញ្ចឹងបងប្អូនហើយកាន់តែពិសេសនោះគឺសម្រាប់បងប្អូនដែលគាត់មានជំងឺទឹកនោមផ្អែមឬក៏លើសឈាមគឺគាត់អាចហូបបានចានៅក្នុងមួយថង់កាហ្វេមានរហូតដល់10កញ្ចប់បងប្អូនហើយយើងអាចធ្វើការឆុងញ៉ាំមួយតែក្តៅក៏បានទឹកត្រជាក់ក៏បានមួយថ្ងៃបើយើងមានលទ្ធភាពញ៉ាំ2កញ្ចប់ទៅ
cương lọ chà ta ở dương trong sạ bón ai nhằm muối riêng rò bề bật chà môn nhằm ha một hay nhật tí dương trong nhằm sân lời chà chân bông bồn cứ vi chui sầm mù soกับhiệp dương ban trở na chà bọt trưng tinh toát thua rầm dương sọt sai chàอีเตอร์คอยปิดบ้องปอนสันหรือบ้องไอเทอร์กาตามได้สังเกตไปสกปรกครุนไอเนี่ยดังจะบามองก็มอยเนี่ยหลวทาเจตานายนอมเฉินไปจะจังวิดีโอเมียนปันนี้เอาคนบองปอนแบบกาช่วยจัดใจจมเรียบรีบายบายอย่างอักนี้